ครับសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈព្រះអង្គជាទីសក្ការៈសូមគោរពបងប្អូនជំនឿជាតិខ្មែរជាទីគោរពរាប់អានទាំងក្នុងនិងក្រៅប្រទេសខ្ញុំបាទធនសារាយប្រធានសមាគមសិទ្ធិមនុស្សអាត់ហុកសូមចូលរួមចំណាយផ្ដល់នៅសំណើក្នុងនាមជាអ្នកមិនប្រកាន់គណៈបកនយោបាយណាមួយដើម្បីឲ្យស្ថានភាពនយោបាយនាពេលបច្ចុប្បន្នមានភាពប្រសើរឡើងវិញតាមការសង្កេតពីដំណើរវិវត្តនៃសភាពការនយោបាយរបស់កម្ពុជាចុងក្រោយនេះបានបង្ហាញថាកម្ដៅនយោបាយកាន់តែក្តៅទៅតែធ្វើឲ្យមានការព្រួយបារម្ភជាទូទៅថាអនាគតនៃប្រទេសយើងដ៏ខ្លីក្នុងរយៈពេល1ឬ2ឆ្នាំខាងមុខនេះអាចនឹងវិវត្តទៅរកស្ថានភាពមួយមិនច្បាស់លាស់ដ៏គួរឲ្យព្រួយបារម្ភប្រសិនបើគណៈបកកណ្ដាលអំណាចនៅតែបន្តប្រកាន់នយោបាយរឹតបន្តឹងទៅលើសិទ្ធិសេរីភាពបញ្ចេញមតិនិងគៀតបៀតទៅលើសកម្មភាពរបស់គណៈបកមិនកាន់អំណាចនានានោះប្រទេសយើងនឹងប្រឆាំងកាន់តែឆ្ងាយទៅពីការគោរពគោលការណ៍ប្រជាធិបតេយ្យសេរីពហុបកដែលធ្វើឲ្យប្រទេសយើងអាចឈានទៅបាត់បង់ជំនឿលើយន្តការបោះឆ្នោតហើយបន្តមកទៀតឈានទៅរកគ្រោះថ្នាក់នៃការប្រជែងអំណាចគ្នាដោយហិង្សាកើតមានឡើងវិញដោយខ្លឹមសារនៃកិច្ចព្រមព្រៀងក្រុងប៉ារីសបានចែងយ៉ាងដូចនេះដែរប្រទេសខ្លះនៅក្នុងពិភពលោកដែលមានការផ្លាស់ប្ដូរដោយអំណាចប្រជាជនគឺមកពីប្រទេសទាំងនោះពុំមានយន្តការប្រជែងអំណាចគ្នាដោយអហិង្សានេះឯងម្យ៉ាងទៀតនៅក្នុងប្រទេសទាំងនោះមានចំនួនជនជាតិឬសាសនាជ្រុលនិយមយ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យចំនួនកាន់តែស្មុគស្មាញថែមទៀតរីឯប្រទេសយើងវិញយើងពុំមានចំនួនជនជាតិឬសាសនានោះទេហើយយើងមានយន្តការនៃការប្រជែងអំណាចគ្នាដោយអហិង្សារួចហើយគ្រាន់តែយន្តការនេះមិនទាន់រឹងមាំដែលយើងគួរតែនាំគ្នារក្សានិងពង្រឹងបន្តទៅទៀតតែប៉ុណ្ណោះយន្តការដែលយើងមាននេះក៏មិនមែនកើតចេញមកដោយឯងនោះដែរគឺកើតចេញពីបទពិសោធន៍ដ៏ជូរចត់នៃប្រវត្តិសាស្ត្រថ្មីនេះរបស់ប្រទេសយើងដែលពីមុនយើងពុំមានយន្តការប្រជែងអំណាចគ្នាដោយអហិង្សានេះឯងទើបបានជាមានការកាប់សម្លាប់គ្នាដ៏ឃោរឃៅដើម្បីដណ្ដើមអំណាចគ្នាក្នុងអតីតកាលថ្មីនេះហើយដូច្នេះហើយបានជាគ្រប់ភាគីដែលមានចំនួនរួមទាំងភាគីគណៈបកប្រជាជនផងដែរបានព្រមព្រៀងគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងប៉ារីសដែលអនុញ្ញាតឲ្យធ្វើការកសាងប្រទេសកម្ពុជាយើងឡើងវិញដោយផ្សារភ្ជាប់ទៅនឹងការគោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបកនិងគោរពសិទ្ធិមនុស្សនេះឯងដើម្បីបញ្ជាកុំឲ្យមានការវិលត្រឡប់ទៅរកការប្រើមធ្យោបាយហិង្សាកាប់សម្លាប់គ្នាដើម្បីដណ្ដើមអំណាចកើតឡើងសារជាថ្មីទៀតបានក្នុងបរិបទនៃតំបន់និងពិភពលោកនាពេលបច្ចុប្បន្ននេះក៏ដូច្នោះដែរការបង្កើតរក្សានិងពង្រឹងយន្តការអហិង្សានៃការប្រជែងអំណាចនៅក្នុងប្រទេសនីមួយៗគឺជាកត្តាសំខាន់ណាស់ក្នុងការរក្សាស្ថិរភាពនិងសន្តិភាពក្នុងសង្គមរបបប្រជាធិបតេយ្យសេរីពហុបកនេះគឺជាប្រព័ន្ធនយោបាយមួយដែលមានលក្ខណៈទំនើបនិងល្អជាងគេដែលមនុស្សជាតិបានរីកចម្រើនមកដល់និងជាបំណងប្រាថ្នាចង់បានរបស់ប្រជាជននានានៅលើសកលលោកយើងនេះប្រសិនបើមានការធ្វើប្រជាមតិត្រឹមត្រូវនៅក្នុងប្រទេសណាក៏ដោយនៅក្នុងពិភពលោកយើងនេះប្រកាសជាប្រជាជនក្នុងប្រទេសនោះនឹងជ្រើសរើសយករបបនេះហើយប៉ុន្តែគ្រាន់តែនៅក្នុងប្រទេសខ្លះអ្នកដឹកនាំនយោបាយគៀបត្បៀតមិនឲ្យប្រជាជនងាកចេញដោយសេរីមករករបបនេះតែប៉ុណ្ណោះតើភាពជាក់ស្ដែងនៃបរិបទរបស់ប្រទេសកម្ពុជាយើងបច្ចុប្បន្នគួរធ្វើយ៉ាងណាខ្ញុំសូមធ្វើសំណើដោយខាងក្រោមនេះថាដោយខ្ញុំបានជម្រាបខាងលើហើយប្រទេសយើងមានយន្តការអហិង្សានៃការប្រជែងអំណាចនេះហើយតែដំណើរការនេះមិនទាន់រឹងប៉ឹងនៅឡើយទេជាពិសេស
ស្ថានភាពនយោបាយកំពុងតែធ្លាក់ចុះគួរឲ្យព្រួយបារម្ភដូច្នេះហើយខ្ញុំសូមស្នើឲ្យគណៈបកកណ្ដាលអំណាចគួរតែបន្ធូរបន្ថយនយោបាយតឹងរ៉ឹងរបស់ខ្លួនដោយងាកមករកការសន្ទនាជាមួយគណៈបកសង្គ្រោះជាតិដើម្បីរកដំណោះស្រាយនយោបាយមួយឲ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់និងរកវិធានការដែលបង្ការកុំឲ្យមានការសងសឹកគ្នាពីអ្នកឈ្នះទៅលើអ្នកចាញ់នៅថ្ងៃក្រោយកើតមានកុំឲ្យខានបើកឲ្យមានសេរីភាពក្នុងការចូលរួមប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោតខាងមុខដោយសេរីរំលាភាពនិងយុត្តិធម៌ធ្វើដូច្នេះគណៈបកកណ្ដាលអំណាចអាចដណ្ដើមប្រជាប្រិយពីប្រជារាស្ត្រវិញបានយ៉ាងច្រើនហើយអ្នកដឹកនាំគណៈបកកណ្ដាលអំណាចនេះអាចនឹងមានឈ្មោះល្អនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសយើងថែមទៀតផងរបៀបដែលធ្លាប់ធ្វើពីអាណត្តិមុនដើម្បីឈ្នះឆ្នោតរបស់គណៈបកកណ្ដាលអំណាចលែងមានប្រសិទ្ធភាពទៀតហើយគួរតែបដូរចេញហើយពីព្រោះថាប្រជាជនជាអ្នកតាមដានការវិវត្តនយោបាយនេះដូចជាការទស្សនាខ្សែភាពយន្តឬក៏រឿងល្ខោនអញ្ចឹងដែរគឺទស្សនិកជនលោកស្អប់តួកាចឬតួយក្សហើយលោកមានការអាណិតអាសូរដល់តួស្លូតឬតួដែលគេធ្វើបាបដូច្នេះបើគណៈបកកណ្ដាលអំណាចកែប្រែខ្លួនមកធ្វើជាតួស្លូតវិញនោះនឹងទទួលបានការគាំទ្រមកវិញជាច្រើនម្យ៉ាងវិញទៀតចរិតរបស់ប្រជាជនយើងក៏ស្អប់គឺស្អប់ក៏ឆាប់រំសាយការស្អប់ក៏ឆាប់នៅពេលដែលគាត់ឃើញអ្នកដែលខ្លួនស្អប់នោះបានធ្វើល្អមកវិញតាមការយល់ឃើញរបស់ខ្ញុំសមាជិកគណៈបកកណ្ដាលអំណាចជាច្រើនមិនគាំទ្រនយោបាយតឹងរ៉ឹងនេះទេប្រសាសន៍របស់សម្ដេចក្រឡាហោមដែលថាការមានមតិយោបល់ខុសគ្នានៅក្នុងសង្គមប្រជាធិបតេយ្យមិនមែនជាសត្រូវនឹងគ្នាទេនោះគឺជាតកតាមួយដ៏សំខាន់ដែលបញ្ជាក់ពីការយល់ឃើញខាងលើរបស់ខ្ញុំនេះការព្រានបដៅនៅក្នុងព្រះពុទ្ធសាសនាយើងក៏បានបដៅដែរថាខ្សែចាប៉ីតែរឹតតឹងពេកវានឹងដាច់ដូច្នេះគណៈបកកណ្ដាលអំណាចគួរតែពិនិត្យមើលសាររើឡើងវិញនៅនយោបាយតឹងរ៉ឹងនេះប្រទេសយើងតូចហើយខ្សោយបើប្រៀបជាមួយនឹងប្រទេសជិតខាងទាំងពីរខាងកើតទាំងខាងលិចហើយបើយើងបែកបាក់គ្នាទៀតយើងរឹតតែខ្សោយថែមទៀតដូច្នេះបើគណៈបកកណ្ដាលអំណាចមិនអាចដូរយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការបន្ធូរនយោបាយតឹងរ៉ឹងមករៀបចំការបោះឆ្នោតឲ្យមានលក្ខណៈសេរីនិងយុត្តិធម៌ដើម្បីបង្រួបបង្រួមជាតិយើងនាពេលនេះបានទេនោះការសង្ស័យឬការចាប់ប្រកាន់ថាស្ថានភាពនយោបាយរបស់ប្រទេសយើងមានការទទួលរងនឹងឥទ្ធិពលគៀតត្បៀតពីនយោបាយរបស់ប្រទេសជិតខាងនោះនៅតែកើតមានបន្តទៀតហើយអាចរឹតតែកើតឡើងថែមទៀតផងការចាញ់ឈ្នះនៅក្នុងសង្គមប្រជាធិបតេយ្យគឺជារឿងធម្មតាដែលបកនយោបាយត្រូវតែទទួលយកមិនត្រូវទទួលយកតែពេលបកខ្លួនឈ្នះនោះទេគឺពេលចាញ់ក៏ត្រូវទទួលចាញ់ដែរប្រទេសនៅក្នុងតំបន់អាស៊ីជាច្រើនគេបានធ្វើដំណើរតាមបែបនេះរួចមកហើយដូចជានៅតៃវ៉ាន់បកគូមីនទាំងគេកាន់កាប់អំណាចតាំងពីឆ្នាំ1949មកតែគេទទួលយកលទ្ធផលចាញ់នៅពេលគេចាញ់ឆ្នោតម្ដងហើយគេសុខចិត្តធ្វើជាបកប្រឆាំងដោយបច្ចុប្បន្ននេះជាដើមនៅប្រទេសមួយចំនួនទៀតនៅអាស៊ីយើងនេះដូចជាប្រទេសឥណ្ឌូនេស៊ីកូរ៉េហ្វីលីពីនជប៉ុនជាដើមក៏មានការវិវត្តរីកចម្រើនដូចនេះដែរយើងគួរជៀសវាងកុំយកគំរូមិនល្អនៃប្រទេសខ្លះមកជាលេសនៃអំពើមិនល្អរបស់យើងហើយគួរយើងយកគំរូល្អដែលប្រទេសណាគេធ្វើបានល្អមកពិចារណាធ្វើតាមគេវិញទើបមានប្រយោជន៍ដល់ការរីកចម្រើនរបស់ប្រទេសយើងការរីកចម្រើននៃការយល់ដឹងពីគោលនយោបាយប្រជាធិបតេយ្យនិងសិទ្ធិមនុស្សរបស់ប្រជាជនយើងបច្ចុប្បន្ននេះគេឥតស្រឡាញ់អ្នកដឹកនាំនយោបាយណាដែលមិនតម្កល់ផលប្រយោជន៍ជាតិជាធំនោះទេម្យ៉ាងទៀតការទទួលព័ត៌មានដ៏ឆាប់រហ័សពីសារព័ត៌មានសង្គមដូចជា Facebook ជាដើមធ្វើឲ្យអ្នកនយោបាយពុំអាចលាក់បំបាំងការពិតពីកំហុសឆ្គងដែលខ្លួនបានប្រព្រឹត្តនោះទេការបកស្រាយមិនត្រឹមត្រូវរបស់អ្នកនយោបាយពីខ្លឹមសារនៃលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋមិនអាចបំភ្លៃឲ្យម្ចាស់ឆ្នោតជឿតាមការបកស្រាយរបស់ខ្លួនបានដោយងាយស្រួលទៀតនោះទេ
ព្រោះពួកគេក៏មានការចេះដឹងដូចអ្នកនយោបាយខ្លះដែរមតិនយោបាយមតិយោបល់ខាងលើនេះមិនមែនមានតែខ្ញុំម្នាក់នោះទេខ្ញុំមានជំនឿថាមានអ្នកដែលមានយោបល់ប្រហាក់ប្រហែលនេះច្រើនទៀតគ្រាន់តែមិនទាន់បានបញ្ចេញឬបញ្ចេញរួចហើយតែមិនមានលក្ខណៈដូចគ្នាទាំងស្រុងឬក៏មានអ្នកខ្លះគេយល់ថាបើបញ្ចេញទៅក៏គ្មានបានការអ្វីដែរព្រោះថាអ្នកនយោបាយរបស់យើងគេមិនយកទៅជាស្ដាប់នោះទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការផ្ដល់មតិនេះទោះអ្នកនយោបាយស្ដាប់ឬមិនស្ដាប់យ៉ាងណាក្តីមតិនេះនឹងក្លាយជាសំណើនៃដំណោះស្រាយនយោបាយមួយដែលអាចបញ្ជៀសមិនឲ្យប្រទេសយើងឆ្លងកាត់នៅស្ថានភាពមិនប្រកបប្រជាដែលគួរឲ្យព្រួយបារម្ភនៅពេលនឹងក្រោយពេលបោះឆ្នោតខាងមុខដល់ខ្លីនេះក្នុងនាមយើងជាម្ចាស់ឆ្នោតយើងពុំគួរទុកឲ្យអ្នកនយោបាយធ្វើអ្វីតាមទំនឹងចិត្តនិងកំណត់វាសនាឲ្យយើងនោះទេយើងត្រូវនាំគ្នាតស៊ូមតិរួមគ្នាឲ្យអ្នកនយោបាយស្ដាប់តាមសំណុំពររបស់យើងផងព្រោះថានៅពេលមានបញ្ហាកើតឡើងផលប៉ះពាល់មិនមែនប៉ះតែអ្នកគ្រប់គ្រងគណៈបកណាមួយនោះទេគឺប៉ះទាំងអស់គ្នាហើយប្រជាជននេះឯងដែលជាអ្នកទទួលរងនៅផលវិបាកមុននិងពេលខ្លះធ្ងន់ធ្ងរជាងអ្នកដឹកនាំនយោបាយថែមទៀតផងអ្នកគ្រប់គ្រងគ្រប់និន្នាការនយោបាយដែលយល់ឃើញនិងមានយោបល់ដូចខាងលើនេះដែរគួរតែរួមគ្នាធ្វើការស្នើមតិដល់អ្នកដឹកនាំនយោបាយទាំងសងខាងឲ្យមានការសន្ទនាគ្នាដោយតម្កល់ផលប្រយោជន៍ជាតិជាធំជាងផលប្រយោជន៍របស់គណៈបកឈានទៅរកដំណោះស្រាយនយោបាយមួយដើម្បីឲ្យមានការរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដោយគ្មានការបន្ទុះសារាយគ្នាកើតឡើងតាមរយៈសារព័ត៌មានក្តីតាមរយៈសារព័ត៌មានសង្គមក្តីឬញត្តិឬក៏ការអំពាវនាវតាមមធ្យោបាយណាទៀតក៏ដោយស្ថិរភាពនយោបាយនិងសន្តិភាពមួយដ៏រឹងមាំមិនរណបទៅនឹងការស្ថិតនៅយូរអង្វែងក្នុងអំណាចរបស់មនុស្សមួយក្រុមនោះទេព្រោះមនុស្សមិនមានជីវិតអមតៈនោះទេតែវារណបទៅនឹងយន្តការដ៏រឹងមាំមួយនៃការប្រកួតប្រជែងដោយអហិង្សានោះគឺយន្តការនៃការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ក្នុងក្របខ័ណ្ឌនៃរបបនយោបាយសេរីពហុបកនេះឯងមតិដែលយល់ថាចង់បានការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌គឺជារឿងសម័យសម័យនោះគឺមិនត្រឹមត្រូវទេព្រោះយើងអាចធ្វើបានហើយប្រទេសនៅក្នុងតំបន់ដូចជាឥណ្ឌូនេស៊ីមីយ៉ាន់ម៉ាជាដើមនោះគេធ្វើបានរួចមកហើយគេចេញដំណើរក្រោយយើងផងដូច្នេះធ្វើបានឬមិនបានគឺអាស្រ័យលើអ្នកដឹកនាំនយោបាយត្រូវតែដាក់ចិត្តជាអ្នកកីឡាដោយទទួលយកលទ្ធផលទាំងឈ្នះទាំងចាញ់ហើយវាក៏អាស្រ័យយើងជាម្ចាស់ឆ្នោតដែរពិសេសយើងត្រូវរួមសម្បត្តិគ្នាក្នុងការតស៊ូមតិនេះដើម្បីដាក់សម្ពាធឲ្យអ្នកដឹកនាំនយោបាយស្ដាប់តាមសំណុំពររបស់ប្រជាជនដែលជាម្ចាស់អំណាចផងគឺយើងមិនចង់ឃើញមានការបន្ទុះសារាយគ្នាដោយហិង្សានិងឃើញឈាមខ្មែរហូរនៅពេលមិនក្រោយពេលបោះឆ្នោតម្ដងទៀតនោះទេសូមអរគុណសូមអរព្រគុណសូមជម្រាបលា